ម្ហូបអ្នកស្រុកអង្គរអ្នកនរៈវិទូបានចាត់ទុកអ្នកស្រុកអង្គរគឺជាមរតករូបិយដែលបានអភិរក្សអរិយធម៌ដ៏រុងរឿងនៃអង្គរតពីមួយជំនាន់ទៅមួយជំនាន់រហូតមកដល់បច្ចុប្បន្នក្រៅពីវប្បធម៌ទំនៀមទម្លាប់ប្រពៃណីម្ហូបរបស់អ្នកស្រុកអង្គរក៏ជាផ្នែកមួយនៃអត្តសញ្ញាណនៃអរិយធម៌និងមរតកវប្បធម៌ដែលបង្ហាញអំពីជីវភាពប្រចាំថ្ងៃរបស់អ្នកស្រុកអង្គរផងដែរម្ហូបអ្នកស្រុកអង្គរមានលក្ខណៈសាមញ្ញប៉ុន្តែពោរពេញទៅដោយឱជារសនិងមានក្បួនខ្នាតចម្អិនត្រឹមត្រូវតាំងពីបុរាណកាលមកប្រភពម្ហូបអាហារបានមកពីភោគផលធម្មជាតិស្ថិតជុំវិញភូមិស្រុករបស់អ្នកស្រុកអង្គរដូចជាត្រីស្រស់ពីបឹងទន្លេសាបរុក្ខជាតិនិងបន្លែព្រៃក្នុងតំបន់អង្គរជាច្រើនប្រភេទដែលជួយបង្កើនរសជាតិពិសេសសម្រាប់ម្ហូបនីមួយៗម្ហូបអង្គរមិនត្រឹមបង្ហាញពីរសជាតិប៉ុណ្ណោះទេប៉ុន្តែបង្ហាញពីសាមគ្គីភាពនិងប្រស្រ័យទាក់ទងរវាងក្រុមគ្រួសារនិងសហគមន៍ម្ហូបអ្នកស្រុកអង្គរគឺជាអត្តសញ្ញាណនៃមរតកវប្បធម៌ដ៏រុងរឿងនៃការរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុកអង្គរដែលគួរតែត្រូវបានចងក្រងរក្សាទុកនិងផ្សព្វផ្សាយដើម្បីឲ្យអ្នកជំនាន់ក្រោយបានស្គាល់និងបន្តថែរក្សាអត្តសញ្ញាណនៃមរតកវប្បធម៌ដ៏អស្ចារ្យនេះកុំឲ្យបាត់បង់